សួរគ្រូខ្ញុំឈ្មោះលេងអាឆេននៅក្រុម AU5 ថ្ងៃដែរគឺខ្ញុំធ្វើវីដេអូពី topic redirect ជាដំបូងខ្ញុំវាយ comment sudo ls slash etc ហើយកាត់ file មួយគឺដាក់ឈ្មោះ AU5 ហើយវាយ decoding password អញ្ចឹងបើយើងចង់ដឹងថា file ដែលយើង add មិញហ្នឹងវាចោលអត់អញ្ចឹងយើងវាយមិន add AU5 .textជាយើងរងមើលមកថាវានៅក្នុងហ្នឹងអត់ចឹងនឹងគឺជាព័ត៌មានទាំងអស់ដែលយើងមើលឃើញក្នុង file បន្ទាប់មកយើងចង់ឲ្យព័ត៌មានវាហ្នឹងកាន់តែច្រើនយើងអាចប្រើ comment យើងចង់ដឹងព័ត៌មានវាកាន់តែច្រើនទៀតគឺយើងវាយ comment ls etc ហើយសញ្ញាធំជាងAU5 អត់ទេចឹង comment ហ្នឹងយើងត្រូវប្រើវា2ដងដើម្បីឲ្យវានឹងមានព័ត៌មានកាន់តែច្រើន etc ចឹងយើងត្រូវប្រើ comment វា2ដងដោយសារតែលើនេះគឺខ្ញុំព្រីដក clear ចឹងវាអត់មានទេចឹងយើងត្រូវវាយ comment វា2ដងឲ្យវាមានព័ត៌មានកាន់តែច្រើនបន្ទាប់មកបើយើងចង់ឆែក file ហ្នឹងយើងប្រើ comment cat AU5.text ចឹងយើងរកមើលមកតើ file វានៅក្នុងអត់គឺវាមានព័ត៌មានជាច្រើននៅក្នុងហ្នឹងព្រោះយើង add ច្រើន
លើការងារខ្ញុំអស់ហើយគ្រូមានប៉ុណ្ណឹង